ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទថតសកម្មភាពនៅតាមដងផ្លូវគឺស្ងាត់ជ្រាបតែម្ដងពុកម៉ែបងប្អូនហើយខ្ញុំថតនោះគឺម៉ោង5ទៀបភ្លឺអត់ទាន់មានឡានម៉ូតូគឺស្ងាត់មែនតែនយប់មិញនោះគឺខ្ញុំក្រោកតាំងតែពីម៉ោង2តែខ្ញុំអត់បានថតសកម្មភាពម៉ោង2ទេពីព្រោះអីជិះម៉ូតូបញ្ញាប់ទៅមើលត្រីនៅតាមផែផងពីព្រោះអីទូកចូលឡើងត្រីនោះគឺម៉ោង1យប់ឯណោះពុកម៉ែបងប្អូនហើយគឺយប់មែនតែនហើយឥឡូវនេះគឺខ្ញុំកំពុងតែជិះម៉ូតូឆ្ពោះទៅរកផែដែលគេកំពុងឡើងត្រីហើយនេះគឺជាម៉ូតូអ្នករើសត្រីនៅចតមុខផ្ទះតកែនោះគឺច្រើនមែនតែនពុកម៉ែបងប្អូនហើយពីមុនហ្នឹងគឺអត់សូវមានម៉ូតូតែឥឡូវនេះគឺម៉ូតូគ្រប់គ្នាតែម្ដងហើយឥឡូវនេះគឺខ្ញុំបានចូលមកដល់ក្នុងផែតែម្ដងមកដល់នោះគឺអ្នករើសត្រីនោះគឺច្រើនមែនតែនចំនួន2ជួយណោះចំណែកដែលត្រីវិញគឺអត់សូវល្អទេពុកម៉ែបងប្អូនហើយគឺអន់មែនតែនពីព្រោះអីទូខែនេះគឺចាប់ត្រីអត់សូវបានដូច្នេះហើយគឺនៅយូរមែនតែនតម្រាំនឹងចូលមកនឹងប្រហែលជា12ថ្ងៃណោះបានចូលមកដូច្នេះហើយគឺត្រីដែលនៅយូរពេកហ្នឹងគឺអត់សូវល្អតែនៅយូរពេកហ្នឹងគឺត្រីអត់សូវល្អទេពុកម៉ែបងប្អូនហើយពីព្រោះអីត្រីនៅយូរពេកអត់សូវមានតកដងបើសិនជាចាប់បានត្រឹមតែ5-6ថ្ងៃចូលមកឡើងត្រីម្ដងហ្នឹងគឺត្រីរាងល្អគួរសមបើសិនជានៅទៅដល់4-10ថ្ងៃហ្នឹងគឺត្រីអត់សូវល្អតែម្ដងហើយចំណែកដែលត្រីនេះគឺជាត្រីផ្អូធំមែនតែត្រីផ្អូនេះដែរខ្ញុំអាសាថតច្រើនដងមែនតែដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាចំណែកដែលអ្នករើសត្រីគឺអង្គុយស្ទះលួតែម្ដងពីព្រោះអីត្រីបកាយច្រើនដូច្នេះហើយអ្នករើសត្រីហ្នឹងគឺយកកឡនមកជោគដាក់តែម្ដងពីព្រោះអីអត់សូវមានត្រីល្អពេលដែលអត់សូវមានត្រីល្អអញ្ចឹងគឺអ្នករើសត្រីនេះគឺលឿនមែនតែនពីព្រោះអីកោយដាក់លួតែម្ដងបើសិនជាមានត្រីល្អច្រើនគឺបំបែកច្រើនមុខច្រើនម៉ាក់មែនតែនពុកម៉ែបងប្អូនហើយឥឡូវនេះគឺបែរមកខាងនេះវិញម្ដងគឺសិតតែត្រីតូចហ្នឹងគឺច្រើនមែនតែនល្អិតឆ្មេតែម្ដងហើយធាត់សិតតែសាច់ទៀតបើសិនជានៅខ្មែរយើងខ្ញុំមិនដឹងថាហៅត្រីស្អីគេទេពុកម៉ែបងប្អូនហើយបើនៅថៃគេហៅថាត្រីគួយគឺសិតតែសាច់តែម្ដងច្រើនមែនតែនមើលទៅគឺតំណងហូបមែនតែនឥឡូវនេះគឺបែរមកខាងនេះវិញម្ដងពុកម៉ែបងប្អូននេះគឺជាកត្រកដាក់មលូស្លាភូមាតែម្ដងភូមាឲ្យតែទៅធ្វើការណាគឺមិនភ្លេចទេមលូស្លាដាក់តាមជាប់តែម្ដងហើយឥឡូវនេះគឺគាត់ចាប់ដើមយកម្លូហើយនឹងកបោនោះគឺបៀកដាក់ចូលគ្នាតែម្ដងហើយចំណែកដែលខាងនេះគឺគាត់យកបណ្ណាយកមកជ្រៀកស្លាពុកម៉ែបងប្អូនហើយពេលដែលឃើញចឹងទៅគឺនឹកឃើញអីមុនគេពុកម៉ែបងប្អូនគឺនឹកឃើញយាយនៅជំនាន់មុនគាត់ចូលចិត្តមលូស្លាមែនតើថ្ងៃនេះគឺមកនិយាយរឿងភូមាបន្តិចពុកម៉ែបងប្អូនហើយភូមាហ្នឹងគឺមកនៅថៃអ្នកខ្លះហ្នឹង5ឆ្នាំទៅ10ឆ្នាំអត់ទាន់ទៅផ្ទះមួយសាទេពុកម៉ែបងប្អូនដោយសារថាអីព្រោះសារតែប្រទេសវាពិបាកចេញចូលជាងខ្មែរយើងហើយខ្មែរយើងហ្នឹងគឺចេញទៅដល់ច្រកឡែមច្រកប៉ោយប៉ែតហ្នឹងគឺដល់ខ្មែរតែម្ដងចំណែកដែលភូមាគឺដេកផ្លូវដេកអីណោះហើយសហុយវិញគឺថ្លៃមែនតើដូច្នេះហើយគឺភូមាដែលពួកគាត់មករកស៊ីនៅថៃគឺមិនងាយទៅលេងផ្ទះទេពុកម៉ែបងប្អូននិយាយពីរឿងសាច់ធ្វើការវិញភូមាធ្វើការស៊ូមែនតើថាខ្មែរយើងទៅធ្វើការស៊ូចំណែកដែលភូមាធ្វើការស៊ូជាងខ្មែរយើង2ដងណាពុកម៉ែបងប្អូនហើយអត់សូវមាត់អត់សូវកទេតែធ្វើការអូយសូមសរសើរដោយស្មោះម៉ានក៏ធ្វើដែរពុកម៉ែបងប្អូនហើយខ្លាំងទៀតដឹងតែធ្វើមួយមុខតែម្ដងឥឡូវនេះគឺបែរមកមើលអ្នករើសត្រីអ្នកខាត់ត្រីនៅលើថាតសបោត្រីប្រមងភ្នែកក្រហមខ្លាំងមែនតើដោយសារតែទូកចាប់ត្រីអត់សូវបានដូច្នេះហើយគឺនៅបងអងយូរនៅចាំត្រីច្រើនសំចូលមកឡើងត្រីម្ដងហើយនៅទៅ4-10ថ្ងៃនេះគឺត្រីក្រហមមុខក្រហមមាត់អស់លីងតែម្ដងហើយទូកនេះដែរគឺជាទូកដែលចេញទៅកណ្ដាលសមុទ្រហ្នឹងគឺចេញទៅរកត្រីពុកម៉ែបងប្អូននៅជាប់មុខផែតែម្ដងឥឡូវនេះគឺឡើងត្រីហើយរួចរាល់អស់ហើយក៏វីដេអូរបស់ខ្ញុំបានក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបានពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតាណាមណាសូមជួបតែសុវត្ថិភាពគ្រប់គ្នាអរគុណជំរាប